សួស្តីបងប្អូននេះសកម្មភាពពួកខ្ញុំទៅលេងជីផាតអរ៉ៃក្នុងផ្សារពីយប់3ថ្ងៃហើយឥឡូវបងចាំគ្នានៅរាសាំងពីទីពេជ្រនិលចាំបានជុំគ្នាហើយបុកទៅជីផាតហ្មងមានអ្នកមកអតិថិតតូតមកណានិយាយរួមខ្ញុំមិនដឹងថានិយាយរួមដឹងស្គួតអីទេនាំនេះបង្កើត trip នេះមួយមកគឺថាអត់ចង់អត់ដឹងនិយាយតាមម៉េចបងមុនចាំមើលវីដេអូប៉ុន្តែវីដេអូនេះបង្ហាញពីក្តីសុខទុក្ខតែ 20% ទេបាទឥឡូវយើងជិះម៉ូតូមកដល់នេះមកដល់ឡើងជីផាតហើយអរគុណពូដែរគាត់នៅចាំជួយចម្លងពួកយើងរហូតយើងមាន5ដងម៉ូតូគាត់អត់នេះគាត់ទីរួមគាត់លឺសំឡេងផ្លេម៉ូតូពួកយើងគាត់បើកមកចាំបងប្អូនមកលេងជីផាតមិនបាច់ភ័យថាអត់មានដកឆ្លងទេមកដល់កន្លែងដកហ្នឹងចុចទីទៅហើយកន្លែងនេះពេលព្រឹកឲ្យពួកយើងបានងើបចេញពីសាន់ប៊ែវ៉ាលីយើងគេនៅសាន់ប៊ែវ៉ាលីមួយយប់ឥឡូវយើងបុកទៅអរ៉ៃនេះផ្លូវអរ៉ៃដែលបងប្អូនទន្ទឹងចង់មើលពីជីផាតទៅអរ៉ៃតែ35គីឡូឬ40ទេផ្លូវស្អាតអត់ហុយអត់អីទេស្ពានថ្មស្ពានអីហ្នឹងគេធ្វើឲ្យអស់នៅកន្លែងស្ទឹងដែលធ្លាប់តែបដើម៉ូតូលើកម៉ូតូហ្នឹងគឺធ្វើឲ្យអស់ហើយនឹងនិយាយរួមឈៀលហ្មងជីមិនបារម្ភថាមានបញ្ហាអីទេហើយពួកយើងបុកទៅនេះបុកទៅអរ៉ៃ camping ណាបាទដល់ពេលដល់អរ៉ៃ camping យើងមាន activity ច្រើនហើយបុកវិញ្ញាបុកអីនិយាយរួមអ្នកបុកវិញ្ញាអ្នកលេងfootball table ឯនោះអានោះមិនដឹងគេហៅអីទេហើយមើលទីទៀតណាឃើញហើយអ្នកចាំទីនៅខាងនោះខាងពាក់កណ្ដាលអ្នកចាំទីក៏រៀលអ្នកសុតក៏រៀលតែសុតចូលទៀតនេះឡើយនេះយកដាក់បាល់ប៉ុងផ្លុកយល់ដែរឡើយហ្នឹងមកតែសុបាយនៅរ៉ៃ camping សុបាយបងប្អូនហើយអ្នកខ្លះក៏ចូលថតរូបទៅហើយអ្នកខ្លះទៀតក៏ជីតងលេងដូចស្វាដូចអីហ្នឹងណាតែទីភាពឡើយនេះអែមែនបាទបន្ទាប់ពីយើងឈៀលនៅរ៉ៃ camping មកស្ទុះហើយយើងញ៉ាំបាយថ្ងៃត្រង់ហើយយើងក៏នាំនេះឆ្លងស្ទឹងអរ៉ៃនេះឡើងមកក្នុងផ្សារតែហ្មងនេះយប់ទី2យើងគេងនៅក្នុងផ្សារឥឡូវយើងមកដល់កន្លែងនេះគឺមកដល់កន្លែងកើតហេតុទេបាទកន្លែងហ្នឹងឯងដែលបងប្អូនយើងជីដួលផងអីផងបកាច់បកិនពេញហ្នឹងល្អិលម៉ូតូឆ្វេងស្ដាំអូយល្អមើលមែនតើអ្នកខ្លះក៏ដេកផ្ងាលើផុកអីចឹងទៅនេះបងប្អូនឃើញរូបភាពស្រាប់ហើយហ្នឹងជីទៅតឹងម៉ូតូអីចឹងណាប៉ុន្តែផ្លូវហ្នឹងមានចម្ងាយតែ2គីឡូទេហើយបងប្អូនស៊ូឲ្យបានទៅផុតពី2គីឡូហ្នឹងគឺទេសភាពស្អាតមកឆ្ងាញ់ហ្មងឥឡូវបងប្អូនទស្សនាវីដេអូបុកនឹងសំឡេងធម្មជាតិណាជើងដើរព្រោះណាជើងតោតរីវើពីông mày kia ông mày nhà không lên tích lên không phải đi dạ con tia vào con tia vào Không mau rebel. Tịch tiết, phật đây bác, tịch tiết. Bà lấy cái nòng ta chú thông ấy mà. Tìa ra anh hả? Còn năng anh, vào trai ở đấy đấy. Ở đây mà dân đi ngon. Mùi. Mày phải khó mày mùi không? Đồ áo đi. Đồ áo đi. Cái cuối sao ai nuôi. Ủa lẹ em thêm mà. Mấy ngày lỡ đấy play vậy này. Lần easy. Lần easy. Mong cái lóc mua lăng á. Ở đây cái lóc. Nó biết nào. Mê.
Mùi bông, mùi. Mùi he, mùi. Đây rồi. Tay lấy. Ê, còn lươn phết, mùi. Ấy. Cho bẹm trong. Ấy. Ôi, to xua cô. Ba, ô tô mà. Con tia. Bạn chuyện về nhà này. Tí chọc. Thôi, bông là cái cầm tay nữa đây. Gì? Cầm tay nữa đây. Ba. Cây camera đi cắm đùa rồi. បាទបន្ទាប់ពីបែកក្អួតមួយឆ្អែនមកយើងក៏បានជិះម៉ូតូនេះមកដល់ចំណុចនេះហើយចំណុចកណ្ដាលព្រៃបងប្អូនបើកាលមុនអត់មានផ្លូវដើរចុះពីខ្នងផ្សារមកតាមហ្នឹងគេហៅព្រៃទៀកអីទីក្រុងទៀកដើរអត់បានទេហើយកន្លែងនេះចំណោតច្រើនកន្លែងដែរប៉ុន្តែខ្ញុំថតតែចំណោតដែលខ្លាំងជាងគេឲ្យមើលមួយទេចឹងបងប្អូនឆ្លងតែចំណោតនេះឡើងចុះរួចទៅនឹងទៅដល់ខ្នងផ្សារបោះតង់យ៉ាងសប្បាយហើយបន្តិចទៀតពួកខ្ញុំផុតពីចំណោតនេះពួកខ្ញុំទៅសម្រាប់មានកន្លែងមួយហ្នឹងនៅក្នុងកណ្ដាលព្រៃហ្នឹងមានស្ទឹងដែរខ្ញុំមិនដឹងថានៅនឹងគេស្ទឹងអីទេប៉ុន្តែខែប្រាំងក៏នៅមានទឹកដែរមានថ្លុកទឹកមួយធំដូចត្រពាំងអញ្ចឹងណានេះដល់បងប្អូននេះបាទហើយកន្លែងនេះសកម្មភាពពួកយើងនាំគ្នាសម្រាប់ហែលទឹកលេងខ្លួនលេងអីចឹងបន្ទាប់ពីយើងនាំគ្នាលេងប៉ាហ៊ីហើយអស់យើងនាំគ្នាមកសម្អាតខ្លួននៅនេះហើយចេញពីហ្នឹងទៅគឺយើងបុកទៅតំបន់ក្នុងផ្សារយើងបោះតង់ហ្មងកីឡាក៏គាត់ជីទៅហត់ពេកហើយគាត់ឃើញផុកហ្នឹងក៏ស្មានទឹកគាត់ត្រាំលេងនៅចុះគាត់ភ្ញាក់មកអូយផុកបាទឥឡូវគាត់មកដល់ទឹកមែនតើគាត់បាត់ផុសតាងនេះកីឡាករទៀតខាងនេះខាង Rebel បាទខ្ញុំមើលម៉ូតូហើយម៉ូតូលៀងស្អាតពាក់កណ្ដាល Rebel ឡើងដល់ក្នុងផ្សារមិនបែកសកម្មទេបាទអត់មានតែគេមានទេ Rebel ឡើងទេអត់មានទេ ហើយយកទៅផុសថាក្រងផ្សារផ្លូវជីស្រួល ហ្នឹងហើយ ដូចសង្ហេររ៉ូដូយ៉ាងមក បន្ទាប់ពីពួកយើងងូតទឹកហើយពួកយើងបន្តមកក្នុងផ្សារមកឥឡូវមកដល់ហើយខ្នងសំពៅហើយបងប្អូនយើងក៏មានតែខ្លះរៀបតង់ហើយអ្នកខ្លះក៏មិនទាន់រៀបអ្នកខ្លះក៏កំពុងរៀបចឹងទៅហើយអ្នកខ្លះគាត់អស់កម្លាំងពេកគាត់សម្រាកអង្គុយទៅចែកគ្នាលេងឈៀលសើចក្អាកក្អាយពីហ្នឹងហើយរួមរឿងដែលឡើងក្នុងផ្សារនេះគឺនិយាយ3ខែតន់ចប់ផងបាយកន្លែងនេះសូម្បីថាសៃនាងនេះក៏គាត់នេះដែរគាត់ថាដែរក្រុមមរៀលជីពីអរ៉ែងមកក្នុងផ្សារ2-3ម៉ោងមិនដល់បាទពេលពួកខ្ញុំទៅដល់ហ្នឹងគឺទេសភាពមិនសូវស្អាតដូចខែវស្សាទេព្រោះខែប្រាំងមើលស្មៅឡើងស្លោកអស់ហើយពេលមកដល់លើក្នុងផ្សារអារម្មណ៍ហត់អស់លីងមកហើយនេះសកម្មភាពរបស់យើងនៅគ្នាញ៉ាំអាហារពេលល្ងាចទៅចែកគ្នាលេងសប្បាយពេញហ្នឹងអូយរួមបំភ្លេចមិនបានទេបងប្អូនគួរទៅលេងទៅហើយមកដល់ពេលព្រឹកនេះយើងអត់មានតំអងអីទេយើងនាំគ្នាសម្រាប់បន្តិចហើយរៀបចំឲ្យបានចុះទៅវិញហើយព្រោះយើងជិះឆ្ងាយដែរពីក្នុងផ្សារទៅភ្នំពេញវិញឆ្ងាយហើយម៉ូតូគ្នាយើងក៏ច្រើនទៀតហើយនេះសកម្មភាពជិះចុះបងប្អូនឃើញផ្លូវអញ្ចឹងមិនមែនរៀបទេណាផ្លូវចោតទេណាហើយគាត់ជិះចុះនេះគឺមិនមែនគាត់អត់មានសមត្ថភាពទេគឺគាត់ជាតិកើតហ្មងបងថាឃើញអីគេស្នាមគេ ណាំដួល អាបូស្កូហ្មងស្រួល ហើយព្រោះឃើញស្នាមជើងទុក អរេមាន ADV មួយឯង អូមាន ADV ហ្នឹងឯហ្នឹងឯអត់មិនស្អិច message Winner មួយទៀតមកខ្ញុំមិញ អញ្ចឹង ខ្ញុំផ្អៀង អូ ប្រឡែងបដ ாய் ទៅគេទៅលាក់ចោលអូនៅខាងនេះដែរមកដល់វិញទៅឡងខ្ញុំអត់ឯងតាក់ទៅឡងខាង ចង់និយាយថាផ្លូវហ្នឹងពេលខ្ញុំឡើងពេលយប់សួរបរថាយើងឡើងពីម៉ោង10ចេញពីភូមិមកដល់ខាងលើនេះថ្ងៃរះហ្មងឡើងទៅទឹកថ្ងៃរះហ្មងឡើង6ម៉ោង តែនោះម៉ោង4ម៉ោង5ម៉ោង6ព្រឹក បាទហើយបន្ទាប់ពីទៅចែកគ្នាហើយនេះយើងក៏បានជិះមកដល់ជើងភ្នំនេះសកម្មភាពរបស់យើងអង្គុយលេងមកស្ទុះយើងក៏បានចេញម៉ូតូទៅផ្ទះហ្មងហើយកុំឲ្យបងប្អូនមើលយូរវីដេអូខ្ញុំកាត់យកទៅធំហ្នឹងបានហើយព្រោះអីវាខ្លីដែរ9នាទីហើយអរគុណច្រើន